សូមស្វាគមន៍មកកាន់នាទីនិយាយដើមខ្មោចជាទីដែលស្រមោលអាប់អួរលាក់បាំងអាចកំបាំងគួរឲ្យព្រឺព្រួយពិតណាស់សូមអញ្ជើញស្ដាប់រឿងខ្មោចព្រីងចុងកាំដូចតទៅរឿងដើមព្រីងចុងកាំស្រមោលដើមព្រីងក្រោមពន្លឺច័ន្ទនៅដាច់ស្រយាលពីទីប្រជុំច័ន្ទអ៊ូអរបស់ខេត្តកំពង់ធំក្នុងភូមិមួយឈ្មោះថាភូមិត្រពាំងព្រីងដែលមានដើមព្រីងមួយដើមយ៉ាងធំសម្បើមតាំងពីបុរាណកាលមកដើមព្រីងនោះមិនត្រឹមតែជាទីសម្គាល់នៃភូមិប៉ុណ្ណោះទេតែវាក៏ជាសាក្សីស្ងៀមស្ងាត់នៃរឿងរ៉ាវដ៏សែនសោកនាដកម្មមួយដែលបានក្លាយជារឿងនិទានតំណាលតៗគ្នាពីមួយចំនួនទៅមួយចំនួនយប់អធ្រាត្រនៃរាត្រីខែភ្លឺពន្លឺព្រះច័ន្ទរះព្រីងវង្សបានចាំងផ្លាតមកលើស្លឹកព្រីងខៀវខ្ចីបន្សល់ទុកនៅស្រមោលខ្មៅងងឹតរំលេចរូបរាងដ៏គួរឲ្យខ្លាចខ្យល់រំហួយបក់មកប៉ះចុងស្លឹករៀបហាក់ដូចជាខ្សឹបខ្សៀវរឿងរ៉ាវឈឺចាប់កាលពីអតីតកាលអ្នកស្រុកភូមិត្រពាំងព្រីងសឹងតែគ្រប់គ្រងងារដឹងលីវពីភាពអថាកំបាំងនិងភាពព្រឺព្រួយនៃដើមព្រីងនោះគេមិនហ៊ានដើរឆ្លងកាត់ទីនោះនៅពេលយប់ឡើយជាពិសេសគឺគូស្នេហ៍ថ្មីថ្មោមតែម្ដងព្រោះតែគេជឿជាក់ថានៅក្រោមដើមព្រីងនោះមានវិញ្ញាណខ្មោចស្រីម្នាក់តាមឡងបន្លាចយ៉ាងសាហាវនាងជាខ្មោចស្រីក្មេងម្នាក់ឈ្មោះស្រីពៅដែលបានចងកសម្លាប់ខ្លួននៅម៉ែកព្រីងនោះដោយសារតែឈឺចាប់រឿងស្នេហានាងមានអាយុទើបតែ18ឆ្នាំប៉ុណ្ណោះពេលដែលជីវិតរបស់នាងត្រូវបានបំពេញយ៉ាងអណោចអធមស្រីពៅកាលនៅរូសជាក្មេងស្រីម្នាក់ដែលមានរូបឆោមស្រស់ស្អាតស្បែកសផូផុងភ្នែកមូលក្រឡុងនិងមានសក់វែងខ្មៅរលុបរលោងនាងកើតក្នុងគ្រួសារកសិករក្រីក្រប៉ុន្តែនាងជាក្មេងស្លូតបូតឧស្សាហ៍ព្យាយាមនិងចេះគោរពចាស់ទុំឪពុកម្ដាយរបស់នាងស្រឡាញ់នាងខ្លាំងណាស់នាងមានគូស្នេហាម្នាក់ឈ្មោះវិសាលជាកូនអ្នកមានធូរធារបន្តិចនៅក្នុងភូមិវិសាលមានរូបរាងសង្ហាសម្ដីផ្អែមល្ហែមរីឯចិត្តវិញមានភាពរាយម៉ាយដូចមាសអំបិលពួកគេបានសន្យាថានឹងរៀបការជាមួយគ្នាស្រីពៅបានលះបង់គ្រប់យ៉ាងដើម្បីវិសាលនាងស្រឡាញ់គេស្មោះអស់ពីដួងចិត្តប៉ុន្តែសេចក្តីស្នេហាមិនបានទៅដល់ត្រីសុភមង្គលឡើយឪពុកម្ដាយរបស់វិសាលមិនពេញចិត្តនឹងស្រីពៅទេដោយសារនាមជាកូនអ្នកក្រពួកគេបានបង្ខំវិសាលឲ្យរៀបការជាមួយកូនអ្នកមានម្នាក់ទៀតដែលមានទ្រព្យធនច្រើនជាងវិសាលដែលជាកូនប្រុសតូលនិងខ្លាចឪពុកម្ដាយក៏បានបោះបង់ស្រីពៅចោលដោយគ្មានពាក្យសូម្បីតែមួយម៉ាត់ដំណឹងការបោះបង់ចោលបានបកមកលើដួងចិត្តស្រីពៅដូចព្យុះសង្ខ្រានាងឈឺចាប់រហូតដល់មិនអាចទទួលយកបាននៅយប់មួយដែលពន្លឺព្រះច័ន្ទរះពេញវង់ស្រីពៅបានយកអាវផាយដែលនាងប៉ាក់ដោយដៃសម្រាប់ថ្ងៃអាពាហ៍ពិពាហ៍ទៅដើមព្រីងដ៏ធំនោះរួចក៏ចងកសម្លាប់ខ្លួនទាំងទឹកភ្នែកហូររហាំរូបកាយរបស់នាងត្រូវបានព្យួរនៅម៉ែកព្រីងនោះរហូតទាល់តែព្រឹកឡើងទើបអ្នកភូមិប្រទះឃើញទឹកមុខរបស់នាងនៅពេលស្លាប់ប្រៀបដូចជាលាយលំដោយការឈឺចាប់សេចក្តីស្អប់និងការខកចិត្តយ៉ាងខ្លាំងចាប់តាំងពីថ្ងៃនោះមកវិញ្ញាណរបស់ស្រីពៅមិនបានទៅកើតទេនាងនៅតែវិលវល់លងបន្លាចអ្នកភូមិត្រង់ដើមព្រៀងនោះដដែលអ្នកណាដែលហ៊ានដើរឆ្លងកាត់នៅពេលយប់ជាពិសេសគឺគូស្នេហ៍ដែលបបួលគ្នាទៅណាត់ជួបឬលេងសើចនៅទីនោះនឹងត្រូវនាងលងបន្លាចរហូតដល់ភ័យខ្លាចបាត់បង់ស្មារតីឬក៏ដល់ថ្នាក់ស្លាប់ក៏មានរឿងរ៉ាវរបស់នាងបានក្លាយជារឿងព្រេងដ៏គួរឲ្យខ្លាចមួយដែលធ្វើឲ្យអ្នកស្រុកមិនហ៊ានប៉ះពាល់ដើមព្រីងធំនោះក៏ត្រូវបានគេដាក់ឈ្មោះថាដើមព្រីងចងកាំការមកដល់របស់វ៉ាន់ធីប៉ុន្មានឆ្នាំក្រោយមកក្រុមនិស្សិតឆ្នាំចុងក្រោយចំនួន4នាក់មកពីទីក្រុងភ្នំពេញរួមមានវ៉ាន់ធីតារាលក្ខិណានិងសូវ៉ាន់បានធ្វើដំណើរមកកាន់ខេត្តកំពង់ធំដើម្បីធ្វើទស្សនកិច្ចសិក្សាស្រាវជ្រាវពីវប្បធម៌និងប្រពៃណីរបស់ជនបទពួកគេបានជ្រើសរើសស្នាក់នៅផ្ទះសំណាក់តូចមួយនៅក្នុងភូមិត្រពាំងព្រីងដោយមិនបានដឹងពីប្រវត្តិសាស្ត្រដ៏សែនឈឺចាប់នៃភូមិនេះឡើយវណ្ណធីជាក្មេងស្រីម្នាក់ដែលចូលចិត្តរឿងអថាកំបាំងនិងរឿងព្រេងនិទានតាំងពីតូច
នាងមានភាពក្លាហាននិងរឹងមាំប៉ុន្តែនាងក៏មានវិចារណញ្ញាណមុតស្រួយនិងអារម្មណ៍រសើបចំពោះរឿងដែលហួសពីធម្មជាតិពេលទៅដល់ភូមិដំបូងឡើយពួកគេមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះដើមព្រីងដ៏ធំសម្បើមនោះវណ្ណធីមើលដើមព្រីងនោះធំស្កឹមស្កៃណាស់ល្អណាស់សម្រាប់ថតរូបតារាស្រែកឡើងទាំងត្រេកអរពេលឃើញដើមព្រីងពីចម្ងាយបាទពិតជាស្អាតណាស់សុវណ្ណងក់ក្បាលយល់ស្របលក្ខិណាដែលជាមនុស្សម្នាក់មានការប្រុងប្រយ័ត្នបន្តិចបានកត់សម្គាល់ឃើញពីភាពស្ងាត់ជ្រងំខុសប្រក្រតីនៅជុំវិញដើមព្រីងខ្ញុំដូចជាមានអារម្មណ៍ចម្លែកប្លែកពេលឃើញដើមព្រីងនឹងវណ្ណធីញញឹមតិចប្រហែលជាវាធំពេកហើយមើលទៅពួកគេបានសួរនាំអ្នកភូមិជុំវិញដើមព្រីងនោះហើយក៏បានឮរឿងរ៉ាវដ៏គួរឲ្យខ្លាចរបស់ស្រីពៅពីលោកពូឆៃជាម្ចាស់ផ្ទះសំណាក់ដែលពួកគេស្នាក់នៅលោកពូឆៃជាមនុស្សម្នាក់ដែលរស់នៅភូមិនេះតាំងពីក្មេងគាត់បានឃើញហេតុការណ៍ជាច្រើនកើតឡើងនៅទីនោះកុំទៅក្បែរដើមព្រីងនោះនៅពេលយប់ឲ្យសោះជាពិសេសគឺពួកក្មួយៗដែលនៅជាគូស្នេហ៍នឹងលោកពូឆៃព្រាមានដោយទឹកមុខមាំខ្មោចស្រីពៅឡងសាហាវណាស់នាងនៅតែខូចចិត្តនឹងរឿងស្នេហ៍មិនទាន់បាត់ទេតារានិងសុវណ្ណជាគូស្នេហ៍នឹងគិនីបានសើចលេងដោយមិនជឿលោកពូកុំភ័យអីពួកខ្ញុំជាអ្នករៀនសូត្រហើយមិនជឿរឿងអបិយជំនឿទេតារានិយាយទាំងញញឹមតែវណ្ណធីមិនបានសើចចំអកឡើយនាងមានអារម្មណ៍រងាស្រពិនខ្លួនពេលឮរឿងរ៉ាវនោះនាងដូចជាអាចយល់ពីការឈឺចាប់របស់ស្រីពៅហើយនាងមានអារម្មណ៍ថារឿងនេះមិនមែនជាការកុហកទេការចាប់ផ្ដើមនៃភាពភ័យរន្ធត់នៅយប់បន្ទាប់តារានិងសុវណ្ណបានលួចទៅដើមព្រីងនោះដោយគិតថានឹងថតរូបលេងនិងបង្ហាញថាគ្មានអ្វីគួរឲ្យខ្លាចនោះទេលក្ខិណាបានព្យាយាមហាមឃាត់ប៉ុន្តែពួកគេមិនស្ដាប់ឡើយវណ្ណធីក៏មានអារម្មណ៍មិនស្រួលក្នុងចិត្តដែរប៉ុន្តែនាងក៏មិនអាចខាត់ទូពួកគេបានពេលទៅដល់ក្រោមដើមព្រីងខ្យល់រំហោយបានបក់មកត្រជាក់ស្រេងសំឡេងសត្វល្អិតយំត្រហឹងអឹងកងតារានិងសុវណ្ណបានថតរូបលេងយ៉ាងសប្បាយរីករាយពេលនោះតារាបាននិយាយលេងសើចស្រីពៅអើយបើឯងពិតជាមានមែនចេញមកបង្ហាញមុខតិចមើលកុំលែអីភ្លាមនោះខ្យល់ក៏បក់បោកខ្លាំងឡាងរហូតដល់ស្លឹកឈើរបើកហាវពេញដីសុវណ្ណមានអារម្មណ៍ដូចជាមាននរណាម្នាក់កំពុងសម្លឹងមើលគេពីខាងក្រោយរួតក៏ឮសំឡេងស្រីខ្ទើដូចជាស្រីខ្នូចេញពីម៉ែកព្រីងដ៏ធំអ្នកណាក៏ដោយកុំលេងសើចនឹងខ្ញុំសំឡេងនោះស្រែកឡើងយ៉ាងច្បាស់លាស់លាយលំដោយសេចក្តីឈឺចាប់និងកំហឹងតារានិងសុវណ្ណភ័យស្លិនស្លោផ្ទាល់គេបានរត់ត្រឡប់មកផ្ទះសំណាក់វិញយ៉ាងលឿនពេលទៅដល់តារាបានដួលសន្លប់នៅមុខទ្វារផ្ទះសុវណ្ណបានប្រាប់រឿងរ៉ាវទាំងអស់ដោយញ័រមាត់លក្ខណានិងវណ្ណដាភ័យស្លិនស្លោយ៉ាងខ្លាំងវណ្ណធីបានយកទឹកមកប្រោះមុខតារារួចក៏បានអុជធូបសុំខមាទោសចំពោះម្ចាស់ទឹកម្ចាស់ដីនិងវិញ្ញាណស្រីពៅតារាភ្ញាក់ឡើងវិញប៉ុន្តែនាងនៅតែភ័យខ្លាចរហូតដល់និយាយមិនចេញនាងបានត្រឹមតែយំនិងអូបលក្ខិណាជាប់យប់នោះវណ្ណធីគេងមិនលក់នាងបានឮសូរសំឡេងខ្សឹបខ្សៀវនៅខាងក្រៅបន្ទប់ហាក់ដូចជាមាននរណាម្នាក់កំពុងដើរវិលជុំវិញផ្ទះនាងបានក្រោកទៅមើលតាមបង្អួចប៉ុន្តែមិនឃើញនរណាម្នាក់ទេនាងឃើញតែស្រមោលដើមព្រីងដ៏ខ្មៅងងឹតរំលេចនៅក្រោមពន្លឺខែភ្លាមនោះនាងបានឃើញស្រមោលមនុស្សស្រីម្នាក់ស្លៀកពាក់សកំពុងឈរមើលមកផ្ទះរបស់នាងពីចម្ងាយវណ្ណដាភ័យរន្ធត់រួចក៏បិទបង្អួចជាប់ក្តីឈឺចាប់ដែលមិនអាចរំលត់បានថ្ងៃបន្ទាប់តារាក៏បានធូរស្បើយឡើងវិញនាងនៅតែភ័យខ្លាចប៉ុន្តែនាងបានសម្រេចចិត្តប្រាប់ការពិតវណ្ណដាខ្ញុំបានឃើញនាងពិតជាមានមែនតារានិយាយទាំងញ័រមាត់នាងឈរនៅក្រោមដើមព្រៀងហើយភ្នែករបស់នាងក្រហមឆ្អោតដូចឈាមមុខនាងពោពេញទៅដោយទឹកភ្នែកនិងស្នាមយំខ្ញុំឮនាងនិយាយថាហេតុអ្វីក៏បោះបង់ខ្ញុំចោលវណ្ណធីបានស្ដាប់ដោយយកចិត្តទុកដាក់
នាងចាប់ផ្ដើមយល់ថាស្រីពៅមិនមែនគ្រាន់តែជាខ្មោចធម្មតាទេនាងជាវិញ្ញាណមួយដែលនៅតែជាប់ចម្ពាក់នឹងការឈឺចាប់និងសេចក្តីស្អប់ខ្ពើមដែលមិនអាចរំលត់បានដើម្បីស្វែងរកដំណោះស្រាយវ៉ាន់ធីបានទៅសុំយោបល់ពីលោកយាយអាចារ្យម្នាក់នៅក្នុងភូមិដែលមានឈ្មោះថាលោកយាយស្រីលោកយាយស្រីជាមនុស្សចាស់ម្នាក់ដែលមានចំណេះដឹងជ្រៅជ្រះខាងវិញ្ញាណនិងអបយជំនឿពេលទៅដល់ផ្ទះលោកយាយស្រីវណ្ណធីបានប្រាប់រឿងរ៉ាវទាំងអស់លោកយាយស្រីបានងក់ក្បាលដោយដឹងរឿងខ្មោចស្រីពើនាងនៅតែមិនទាន់ទៅកើតទេនាងនៅតែរងទុក្ខវេទនាដោយសារតែស្នេហានាងលងបន្លាចមនុស្សជាពិសេសគឺគូស្នេហ៍ព្រោះនាងចង់ឲ្យគេយល់ពីការឈឺចាប់របស់នាងចង់ឲ្យគេឈប់ក្បត់គ្នាដោយដែលគេក្បត់នាងតើមានវិធីណាដែលអាចជួយនាងបានទេលោកយាយវណ្ណធីសួរដោយក្តីអាណិតលោកយាយស្រីបានដកដង្ហើមធំការជួយនាងគឺត្រូវតែជួយនាងឲ្យស្រាយចំណងកម្មនេះនាងនៅតែស្អប់វិសាលយ៉ាងខ្លាំងបើនាងមិនអាចអភ័យទោសឲ្យវិសាលបានទេនាងក៏មិនអាចទៅកើតបានដែរវណ្ណធីក៏បានដឹងពីប្រវត្តិរបស់វិសាលបន្ទាប់ពីស្រីពៅស្លាប់វិសាលក៏រៀបការជាមួយកូនអ្នកមាននោះមែនប៉ុន្តែជីវិតរបស់គេមិនបានសប្បាយរីករាយឡើយគេតែងតែយល់សម្រិតឃើញស្រីពៅរាល់យប់ហើយមានរឿងអាក្រក់ជាច្រើនបានកើតឡើងចំពោះគេរហូតដល់មុខរបររបស់គេដួលរលំភរិយារបស់គេក៏បានស្លាប់ដោយសារជំងឺចម្លើយឥឡូវនេះវិសាលក្លាយជាមនុស្សវិកលចរិតម្នាក់រស់នៅដោយវង្វេងស្មារតីហើយតែងតែដោនិយាយរឿងស្រីពើរអ៊ូរតាមនៅតាមផ្លូវគេក៏ជាជនរងគ្រោះម្នាក់ផងដែរនៃកម្មពៀននេះការប្រឈមមុខវណ្ណធីបានសម្រេចចិត្តថានាងត្រូវតែជួយស្រីពៅឲ្យរកសេចក្តីសុខនាងបាននិយាយជាមួយមិត្តភក្តិរបស់នាងថាពួកគេត្រូវតែធ្វើពិធីមួយដើម្បីឧទ្ទិសកុសលឲ្យស្រីពៅនិងព្យាយាមនិយាយជាមួយនាងតារានិងសវណ្ណភ័យខ្លាចប៉ុន្តែដោយឃើញការបដិញ្ញាចិត្តរបស់វណ្ណដាក៏ព្រមយល់ព្រមលក្ខណៈតែងតែគាំទ្រវណ្ណដាលោកយាយស្រីបានជួយរៀបចំពិធីនៅក្រោមដើមព្រីងនោះនាងបានរៀបចំគ្រឿងសក្ការៈបូជាមានធូបទៀនផ្កាភ្ញីចង្ហាន់និងបាយសីជាដើមពិធីនេះបានធ្វើឡើងនៅយុគមួយដែលព្រះចន្ទរៈពេញវឹងដោយកាយដែលស្រីពៅបានស្លាប់វណ្ណធីនិងមិត្តភ័ក្តិរបស់នាងរួមជាមួយលោកយាយស្រីនិងលោកពូឆាយបានទៅដល់ក្រោមដើមព្រីងខ្យល់បានបក់បោកយ៉ាងខ្លាំងសំឡេងស្លឹកឈើរងើកគឹបគឹបអារម្មណ៍ត្រជាក់ស្រេងបានបបក់មកលើខ្លួនពួកទាត់លោកយាយស្រីបានចាប់ផ្ដើមបួងសួងនិងសូត្រធម៌អោប្រម៉ៃធរណីសូមទ្រង់មេត្តាជាបន្ទាត់សូមវិញ្ញាណក្ខន្ធនាងស្រីពៅដែលបានបាត់បង់ជីវិតដោយក្តីឈឺចាប់រកបានសេចក្តីសុខភ្លាមនោះខ្យល់ព្យុះក៏បក់កាន់តែខ្លាំងរហូតដល់ចង្កៀងគោមដែលដាក់នៅជុំវិញនោះបានរលត់អស់សំឡេងយំសោកយ៉ាងព្រឺព្រួតបានបន្លឺឡើងពីលើម៉ែកព្រីងដើមព្រីងនោះរង្គើគឹបដូចជាមាននរណាម្នាក់កំពុងភ្យក់នៅទីនោះវណ្ណធីបានដកដង្ហើមវែងរួចក៏ងើបមុខឡើងសម្លឹងទៅម៉ែកព្រីងស្រីពៅអើយបើបងនៅទីនេះសូនបងបង្ហាញខ្លួនចុះនាងនិយាយដោយសំឡេងលាន់លឺច្បាស់ស្រមោលខ្មៅមួយបានលេចចេញពីដើមព្រីងបន្តិចម្ដងរូបរាងរបស់ស្រីពៅក៏បានបង្ហាញខ្លួនយ៉ាងច្បាស់នាងស្លៀកពាក់អាវសបញ្ចេញសក់រញ៉េរញ៉ៃភ្នែករបស់នាងក្រហមឆ្អៅហើយទឹកមុខរបស់នាងពោលពេញទៅដោយការឈឺចាប់និងសេចក្តីស្អប់នៅជុំវិញករបស់នាងមានស្នាមជាមខ្មៅគួរឲ្យខ្លាចតារាសុវណ្ណនិងលក្ខិណាភ័យស្លន់ស្លោយ៉ាងខ្លាំងរហូតបោលលុតជង្គង់ទៅនឹងដីលោកពូឆៃបានយកដៃបិទមុខទាំងភ័យខ្លាចប៉ុន្តែវណ្ណធីមិនបានភ័យខ្លាចឡើយនាងបានសម្លឹងមើលទៅស្រីពៅដោយក្តីអាណិតស្រីពៅអើយខ្ញុំដឹងថាបងឈឺចាប់ណាស់ខ្ញុំក៏អាចយល់ពីការឈឺចាប់របស់បងបានដែរប៉ុន្តែការស្អប់មិនអាចនាំមកនូវសេចក្តីសុខទេបងគួរតែអភ័យទោសឲ្យគេទៅដើម្បីខ្លួនឯងស្រីពៅបានសម្លឹងមើលទៅវណ្ណដាភ្នែករបស់នាងដែលក្រហមឆ្អៅឥឡូវនេះ
ហាក់ដូចជាមានទឹកភ្នែកថ្លាមួយដំណក់កំពុងហូរអភ័យទោសធ្វើម៉េចខ្ញុំអាចអភ័យទោសឲ្យគេបានទៅគេបានបំផ្លាញជីវិតខ្ញុំសំឡេងរបស់នាងស្ដាប់ទៅលាយលំដោយការឈឺចាប់និងកំហឹងខ្ញុំដឹងថាវាពិបាកណាស់ស្រីពៅវ៉ាន់ធីនិយាយបន្តប៉ុន្តែការដែលបងនៅបន្តជាប់ចម្ពាក់នឹងការស្អប់នេះគឺមានតែធ្វើឲ្យបងរងទុក្ខកាន់តែខ្លាំងវិសាលក៏បានទទួលកម្មពៀរបស់គេហើយគេឥឡូវនេះមានសភាពវិកលចរិតបាត់បង់ស្មារតីជីវិតរបស់គេក៏មិនខកពីនរកដែរតើបងនៅចង់ឃើញអ្វីទៀតទៅបងគួរតែទៅឲ្យបានសុខលោកយាយស្រីក៏បានបួងសួងធัวកាន់តែខ្លាំងធូបបានឆាក់កាន់តែខ្លាំងផ្សែងធូបបានហុយអណ្ដាតឡើងលើហាក់ដូចជាកំពុងនាំផ្លូវវិញ្ញាណស្រីពៅស្រីពៅបានសម្លឹងទៅកាន់វ៉ាន់ដាទឹកមុខរបស់នាងបានប្រែប្រួលបន្តិចម្ដងពីកំហឹងទៅជាសេចក្តីសោកសៅហើយបន្ទាប់មកទៅជាការទទួលយកនាងបានងក់ក្បាលយឺតរួចក៏ហាក់ដូចជាញញឹមតិចទាំងទឹកភ្នែកខ្ញុំក៏ចង់ទៅដែរខ្ញុំហត់នឿយណាស់ស្រីពៅខ្សឹបតិចរូបរាងរបស់នាងក៏ចាប់ផ្ដើមរសាត់បាត់បន្តិចម្ដងទៅក្នុងអាកាសដូចជាផ្សែងធូបដែលហុយអណ្ដែតឡើងទៅលើមេឃខ្យល់ព្យុះក៏បានស្ងប់ស្ងាត់ទៅវិញពន្លឺព្រះច័ន្ទបានចាំងមកយ៉ាងត្រជាក់រៀបហាក់ដូចជាកំពុងជូនដំណើរវិញ្ញាណស្រីពៅឲ្យទៅកាន់សុគតិភាពសន្តិភាពនិងមេរៀនភាពស្ងាត់ស្ងៀមបានចូលមកជំនួសកម្លាយនៃភាពភ័យរន្ធត់តារាសុវណ្ណនិងលក្ខិណាបានងើបមកឡើងសម្លឹងមើលទៅវណ្ណដាដោយទឹកមុខពោពេញដោយការភ្ញាក់ផ្អើលនិងការគោរពលោកពូឆៃនិងលោកយាយស្រីបានញញឹមដោយក្តីរីករាយនាងបានទៅហើយនាងបានទៅដោយសុខសាន្តហើយលោកយាយស្រីនិយាយដោយស្នាមញញឹមក្មួយវ៉ាន់ធីពិតជាមានចិត្តមេត្តាធម៌និងមានវិចារញ្ញញ្ញាណល្អណាស់វណ្ណធីបានស្រោកទឹកភ្នែកដោយក្តីអាណិតនិងត្រេកអរនាងអាចមានអារម្មណ៍ថាអូរ៉ាដ៏ត្រជាក់ស្រេងដែលធ្លាប់តែលងបន្លាចនៅក្រោមដើមព្រីងនោះបានរសាត់បាត់ទៅហើយដើមព្រីងនោះនៅតែឈរស្គឹមស្កៃប៉ុន្តែវាឡើងមានភាពខ្មៅងងឹតឬភាពគួរឲ្យខ្លាចដូចមុនទៀតហើយក្រុមនិស្សិតទាំង4នាក់បានត្រឡប់ទៅទីក្រុងភ្នំពេញវិញពួកគេបានយកបទពិសោធន៍ដ៏គួរឲ្យរន្ធត់នេះធ្វើជាមេរៀនដ៏មានតម្លៃមួយនៅក្នុងជីវិតរបស់ពួកគេតារានិងសុវណ្ណបានកាន់តែស្រឡាញ់គ្នាស្មោះត្រង់ហើយមិនហ៊ានបោកប្រាស់គ្នាទៀតឡើយលក្ខិណាបានកាន់តែជឿជាក់លើរឿងអាថ៌កំបាំងដែលហួសពីធម្មជាតិចំណែកឯវណ្ណដាវិញនាងបានបន្តរស់នៅដោយមានក្តីអាណិតអាសូរចំពោះវិញ្ញាណដែលរងទុក្ខវេទនាដើមព្រីងចងកម្មឥឡូវនេះបានក្លាយជាដើមព្រីងនៃសន្តិភាពអ្នកភូមិត្រពាំងព្រីងនៅតែដំណើររឿងស្រីពៅប៉ុន្តែជារឿងដែលលាយលំដោយក្តីអាណិតអាសូរនិងការរំលឹកដល់មេរៀននៃក្តីស្នេហាដ៏ស្មោះត្រង់ពួកគេជឿជាក់ថាស្រីពៅបានរកឃើញសេចក្តីសុខហើយនៅពេលយប់ខ្យល់រំហោយនៅតែបកមកប៉ះចុងស្លឹកព្រីងប៉ុន្តែឥឡូវនេះសំឡេងរបស់វាឡើងជាសំឡេងយំសោកទៀតហើយតែជាសំឡេងខ្សឹបខ្សៀវនៃសន្តិភាពនិងក្តីស្រឡាញ់ដែលនៅស្ថិតស្ថេរជានិរន្តរ៍